ចាជ្រាបសួរនឹងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនអំពីលំហាត់បន្តនៅក្នុងរូបត្រកូនកែងមួយក្នុងត្រកូននេះវាក៏จะតទៅនឹងសម្បត្តិពីតកើទៀតដែរប៉ុន្តែនៅក្នុងពេលនេះត្រកូនកែងរបស់យើងគេអត់ប្រាប់អក្សរធំទេហើយគេប្រាប់របស់ជ្រុងទូចនៅក្នុងនេះជាតម្លៃនៃជិបអក្សរ x អញ្ចឹងមានន័យថាលំហាត់នេះគឺគេចង់ឲ្យរូបតម្លៃដែលស្អត់ស្គាល់នឹងឯងគឺតម្លៃ x ដើម្បីដោះស្រាយបានទី1យើងត្រូវតែវិចារនៅក្នុងត្រកូនមកទី1យើងដាក់ចម្លើយសិនដាក់អក្សរមកយើងដាក់ថារោគតម្លៃ x ណាត់នេះគេរោគនៅក្នុងសំណួរគ្រាប៉ុន្តែអ្នកគ្រូឆ្លើយជាសំណួរសរសេរយើងអាចយកទៅមើលដើម្បីឲ្យបានចេះទៅនឹងសេហើយនឹងបានចម្លើយគ្រាក្នុងត្រកូនកែងអត់ដឹងថាឈ្មោះអីទេព្រោះគេបានដាក់យើងចង់តាំងក៏តាំងយកតាំងអត់ទៅដាក់តែក្នុងត្រកូនកែងតាមទ្រឹស្ដីបទពីតកើសេការ៉េស្មើអាការ៉េបូកបេការ៉េអញ្ចឹងសេការ៉េស្មើអាការ៉េបូកបេការ៉េនេះយើងអាចជំនួសលេខនៅក្នុងនេះមកយើងរកវែងជាងគេឈុំមុំកៅអានេះមិនកៅសឹបអញ្ចឹងជ្រុងដែលវែងជាងគេគឺកន្លែងជ្រុងរបស់ជ្រុង x នេះអញ្ចឹងយើងដាក់ x ការ៉េមកហើយជ្រុងចុកមុំកែងមាន2ប៉ុន្តែដោយសារ x ដក1មាន2តួយើងត្រូវប្រើវងចក្រដកវាលើកជាការ៉េបូកនឹងជ្រុងចាប់មុំកែងទី2គឺលេខ5ការ៉េហើយយើងបន្តទៅទៀតទៅកន្លែងនេះយើងចូលរូបមន្តមកចូលរូបមន្ត a ដក b លើកជាការ៉េស្មើ a ការ៉េដក 2ab បូក b ការ៉េអូខេអញ្ចឹងយើងបាន x ការ៉េស្មើតួ a របស់យើងគឺ x លេខជាការ៉េហើយរូបមន្តវាតួ b គឺលេខ1តួ b គឺលេខ1ការ៉េកណ្ដាលយើងដាក់លេខ2ដងតួ a មិន x តួ b មិន1 5ការ៉េមានន័យថា5គុណនឹង5អញ្ចឹង5 5ដង25យើងបោះ x ម្នេះមកការ៉េបោះ2ដក2បំណែកបូក2បូក2គេស្មើ25បូក1 26អញ្ចឹង x ការ៉េដក x ការ៉េអស់នៅសល់ 2x ស្មើ26បំបត្តិនេះគុណនៅពី x យើងបោះលេខ2មួយចែកមកបាន13អញ្ចឹងយើងទៅមើលចម្លើយតើតម្លៃ x របស់យើងនោះចម្លើយមួយណាត្រឹមត្រូវនៅក្នុងរូបចាគឺចម្លើយលេខប្រមាណអ្នកនរគ្នាទីគិតមើលនេះគោ13សង់ទីម៉ែត្រហ្នឹងហើយយើងគិតមើលទាំងអស់គ្នាណាតម្លៃ x យើងដាក់មកដូចនេះតម្លៃ x ស្មើ13សង់ទីម៉ែត្រហើយដែរអ្នកនរគ្នាមើលយល់អត់លំហាត់នេះប្រុសវាតទៅនឹងទស្សនវិជ្ជាពីតកើដែរប៉ុន្តែវាលក្ខណៈគេប្រាប់ទៅជាអក្សរវិញហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់អ្នកគ្រូ like share ដាក់កញ្ញាកណ្ដឹងនិង share វីដេអូចេញមិត្តភ័ក្ដិយើងឲ្យបានទាំងអស់គ្នាបើសិនយើងចង់ចែករំលែកបាយបាយ